ែនដីគឺជាភពមួយដែលសម្បូរបែបទៅដោយរបស់មានជីវិតធម្មជាតិបង្កើតមកមានជីវិតសត្វលោកនិងធម្មជាតិផ្សេងៗដែលអាចពឹងពាក់ស្នាក់អាស្រ័យជាមួយនឹងគ្នាបានមានសម្រស់ស្រស់បំព្រងអ្វីៗបានកើតឡើងព្រោះតែធម្មជាតិសិក្សាហើយធម្មជាតិទាំងនោះក៏ជួយធ្វើឲ្យមនុស្សសត្វទាំងឡាយរស់នៅប្រកបដោយសេចក្តីសុខសប្បាយចិត្តអ្វីៗនៅលើភពផែនដីសុទ្ធតែកើតឡើងដោយសារធម្មជាតិមិនថាមនុស្សឬក៏សត្វនោះទេវាសុទ្ធតែពឹងផ្អែកទៅលើអាកាសធាតុនៅលើភពផែនដីការរីកស្រស់ធម្មជាតិខៀវខ្ចីមានត្រីមានសត្វបក្សាបក្សីប៉ុន្តែព្រោះតែតម្រូវការរបស់មនុស្សលោកអាចធ្វើបានគឺការបំផ្លិចបំផ្លាញដើម្បីតម្រូវការរបស់ខ្លួនតើលោកអ្នកដឹងទេក្រោយពីការបំផ្លិចបំផ្លាញរបស់លោកអ្នកហើយវានៅសេសសល់អ្វីខ្លះសម្រាប់មនុស្សរូបតទៅចំនួនក្រោយអាកាសធាតុទាំងឡាយបានប្រែប្រួលទឹកជំនន់រាំងស្ងួតគ្រប់ទីកន្លែងថ្ងៃក្តៅអាកាសធាតុសម្បូរទៅដោយជាតិពុលវាលធំធេងលហលហេវដោយគ្មានរុក្ខជាតិដុះពិបាកក្នុងការរស់នៅពួកសត្វព្រៃទាំងឡាយក៏ភៀសខ្លួនទៅនៅកន្លែងផ្សេងព្រោះតែមនុស្សធ្វើឲ្យបាត់បង់ជម្រករបស់ពួកវាហើយជាចុងក្រោយក៏ត្រូវចាកចេញដោយសារទង្វើរបស់ខ្លួនឯងនិងមានវិតដេកសារីពេញមួយជីវិត